បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺជួបជាមួយខ្ញុំបាទ Mr. AJ ចឹងសម្រាប់វីដេអូនេះផងដែរគឺជាវីដេអូដែលខ្ញុំបាទនឹងមកធ្វើការ recap ក៏ដូចជាសង្ខេបលទ្ធផលជាមួយនឹងគូប្រកួតនៅក្នុងកម្មវិធី Saturday Night Main Event ហើយនេះគឺជាវគ្គទី3ហើយធ្វើនៅ NYC New York City នឹងឯងចឹងកម្មវិធីនេះគឺបានបញ្ចប់ហើយកាលពីព្រឹកមិញនេះឯងហើយខ្ញុំបានមើលទីងទួយទេដោយសារតែរវល់ចុះទៅខែទៀតទៅចឹងបានមើលទីងទួយប៉ុណ្ណោះចឹងខ្ញុំនឹងសង្ខេបតិចតួចចែកជូនអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះចឹងរងចាំតាមដានស្ដាប់ជាមួយនឹងខ្ញុំបាទនៅពេលបន្តិចទៀតនេះចឹងសម្រាប់គូប្រកួតមានមិនច្រើនទេហើយសម្រាប់គូទី1គឺជាការប្រកួតដណ្ដើមយក Women Tag Team Champion រវាងBrie Bella ហើយនឹង Paige ប្រកួតជាមួយនឹងក្រុម Jessie Jane ហើយសម្រាប់ការប្រកួតហ្នឹងគឺបញ្ចប់ទៅដោយក្រុម Jessie Jane ក៏យកឈ្នះនៅក្នុងការប្រកួតហ្នឹងហើយក្លាយជាម្ចាស់ក្រុម Women Tag Team Champion បានសម្រេចខ្ញុំហៅឈ្មោះអញ្ចឹងដោយសារតែខ្ញុំអត់ស្គាល់ឈ្មោះរបស់គាត់ទេអត់ដែលតាមដានគូស្រីៗចឹងបានតែនិយាយប៉ុណ្្នឹងឯងចឹងបន្តមកទៀតមកដល់ការប្រកួតរវាង Bailey ប្រកួតជាមួយនឹង Layla Valkyrie ហើយសម្រាប់ការប្រកួតហ្នឹងគឺបញ្ចប់ទៅដោយ Layla Valkyrie ក៏យកឈ្នះនៅក្នុងការប្រកួតហ្នឹងហើយក្រោយពីបញ្ចប់ទៅក៏វាយ Bailey ថែមចាប់ Bailey ហ្នឹងបោកទៅលើអាចដើរឡើងមកចឹងណាលក្ខណៈថាឥឡូវដូចរៀងចង់វិកលចរិតមិនទេតួអង្គគាត់ឥឡូវនេះចឹងបន្តមកទៀតមកដល់គូទី3ដែលជាការប្រកួត No Disqualification រវាងDanhausen ប្រកួតជាមួយនឹង JD McDonald ហើយសម្រាប់ការប្រកួតនៅផងដែរគឺវាយល្អមើលគួរសមដោយសារតែវាវាយសេរីហើយក៏បញ្ចប់ទៅដោយ Danhausen យកឈ្នះនៅក្នុងការប្រកួតហ្នឹងគឺយកឈ្នះទៅលើ JD McDonald និយាយទៅ JD ហ្នឹងគឺធ្វើបើសាក់សម្រាប់កីឡាករផ្សេងទៀតដែលវាយមួយគាត់គឺគាត់កម្រឈ្នះគេមែនទែនវាយលើកណាក៏ចាញ់គេដែរឥឡូវគឺចាញ់គេទៀតហើយចឹងបន្តមកទៀតដល់គូទី4ដែលជាការប្រកួត Tag Team រវាង Cody Rhodes ចាប់ដៃជាមួយនឹង CM Punk ប្រកួតជាមួយនឹង Gunther ហើយនឹង Sami Zayn សម្រាប់ការប្រកួតហ្នឹងគឺវាយគ្នាល្អមើលមកប្រើគួរសមដែរហើយចិត្តចង់បញ្ចប់ស្រាប់តែ Nick Aldis គឺចេញមកឆាឆៅទៅលើ Gunther ចេញមកទាញជើងអាញាកដាលហើយក៏យកខ្សែក្រវ៉ាត់ហ្នឹងវាយក្បាលទៅលើ Gunther អញ្ចឹងណាដែលធ្វើឲ្យ Cody Rhodes មានឱកាសអាចយកឈ្នះនៅក្នុងការប្រកួតហ្នឹងគឺដំបូង CM Punk ក៏ GTA ហើយក៏ទាញ Cody Rhodes ឲ្យរាប់ទៅលើ Guntherចឹងក៏ទទួលបានជ័យជំនះហើយចឹងចាំមើលសាច់រឿងដល់ Gunther ប្រហែលជាអាចនឹងវាយជាមួយនឹងNick Aldis ហើយ Professional កីឡាកាសប្រកួតជាមួយនឹង Professional General Manager ចឹងក្រោយពីការប្រកួតបញ្ចប់ទៅ Cody Rhodes ហើយ CM Punk នឹងនាំគ្នាលើកដៃចឹងណាហើយឆ្លៀត CM Punk នឹងទាញខ្សែក្រវ៉ាត់ស្ពីលឬស្មាអាចចង់ខ្សែក្រវ៉ាត់ទាត់ត្រូវភ្នែក Cody ទៀតសាំមែនតើឡើយឈុតឡើយហ្នឹងខ្ញុំមិនដឹងគេសម្ដែងឬមួយក៏មែនតើទេមិនត្រូវភ្នែក Codyហើយចឹងគឺ Gunther ហើយនិង Sami Zayn គឺអស់ឱកាសហើយដោយសារតែគាត់បានប្រកួតចាញ់នៅក្នុង Tag Team នេះចឹងគាត់អត់មានសិទ្ធិប្រកួតនៅ SummerSlam Fatal 4Way ទេចឹងនៅ SummerSlam គឺនៅដដែល Cody Rhodes ប្រកួតជាមួយនឹង CM Punk មួយស្មើចឹងសម្រាប់វគ្គបិទឆាកសម្រាប់ Saturday Night Main Event នេះគឺជាការបង្ហាញខ្លួនរបស់ The OTC Roman Reigns រួមដំណើរជាមួយនឹងម្ចាស់ពាន NBA គឺ Jalen Bronson ចឹងគឺគាត់បង្ហាញខ្លួនមកដល់ទាំងពីរនាក់ចឹងទៅក៏ Roman Reignsនិយាយសរសើររឿងកីឡាករ NBA អញ្ចឹងណាបាល់បោះ NBA ហើយក៏ធ្វើជាខ្សែក្រវ៉ាត់ពិសេសមួយសម្រាប់ Bronson អញ្ចឹងក៏ពាក់អីហើយអស់ស្រាប់តែកីឡាករ NBA មកម្នាក់ទៀតដាក់ភ្លេង set កាន់កៅអីមកខ្ញុំអត់ស្គាល់ឈ្មោះគាត់ទេមកដល់គឺបង្វែងដានឲ្យ set មកវាយទៅលើ Roman វាយបានប្រហែលហើយ Beast នឹង Storm ទៅហើយ Bronson ក៏មកខាំងអញ្ចឹងណាអត់ឲ្យ set នឹងហក់ Storm ទេហើយក៏ Roman ឆ្លៀតឱកាសគឺហក់ Superman Punch ទៅលើset ហើយក៏ស្ពាបានមួយទៀតហើយក៏បញ្ចប់ទៅដោយ Roman Reigns គឺលើកពាន NBA ហើយ Bronson គឺលើក World Heavyweight Champion របស់ WWE ចឹងអ្នកទាំងអស់គ្នាសម្រាប់ការសង្ខេបជាមួយនឹងកម្មវិធី Saturday Night Main Event គឺបានបញ្ចប់ត្រឹមហ្នឹងហើយខ្ញុំសង្ខេបបន្តិចតួចទេដោយសារតែវាអត់សូវមានអីគួរចាប់អារម្មណ៍ប្រហែលទេប៉ុន្តែអា Saturday Night Main Event វគ្គទី3នេះគ្រាន់មានសាច់រឿងសម្រាប់តទៅ SummerSlam បាទមុនអត់សូវទេរៀបឲ្យតែបានចឹងទៅចឹងបើសិនជាការលើកឡើងរបស់ខ្ញុំមានចំណុចខ្វះខាតកន្លែងណាក៏សូមមេត្តាអធិស្ឋានផងដែរចឹងចាំជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតចឹងវីដេអូនេះពីខ្ញុំបាទ Mr. AJ ក៏សូមអរគុណសូមជម្រាបលា